ទស្សដីអ្នកទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងចាប់ផ្ដើមនិយាយរឿងភាគកូរ៉េថ្មីមួយដែលមានចំណងជើងថា A Shop for Killers នេះគឺជារឿងភាគបែបភ័យរន្ធត់អាថ៌កំបាំងនិងបាញ់ប្រហារយ៉ាងសាហាវរឿងនេះចាប់ផ្ដើមដោយឲ្យយើងបានឃើញទីក្រុងតូចមួយជាកន្លែងដែលបុរសម្នាក់កំពុងប្រកាសអំពីរឿងមួយបរិសនោះនិយាយថាការវឹកហាត់ប្រើប្រាស់អាវុធនឹងត្រូវធ្វើឡើងរហូតដល់ម៉ោង 6 ល្ងាចថ្ងៃនេះដែលជាហេតុធ្វើឲ្យប្រជាជននៅទីនេះមានបញ្ហាបណ្ដុះបណ្ដាលនេះគឺសម្រាប់អ្នកដែលកំពុងត្រូវបានបណ្ដុះបណ្ដាលសម្រាប់ការពារជាតិលោកបានបន្ថែមទៀតថាប្រសិនបើអ្នកចូលទៅក្នុងតំបន់នេះក្នុងអំឡុងពេលវឹកហាត់ជីវិតរបស់ពួកគេអាចនឹងស្ថិតក្នុងគ្រោះថ្នាក់ដូច្នេះសូមទៅកាន់កន្លែងសុវត្ថិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅម្ខាងទៀតយើងឃើញមនុស្សមួយក្រុមដែលកំពុងទៅកន្លែងណាមួយជាមួយកំភ្លើងខ្លីនិងកំភ្លើងវែងនៅម្ខាងនេះយើងឃើញបុរសម្នាក់ឈ្មោះសាំងជូដែលកំពុងអង្គុយជាមួយកំភ្លើងវែងតម្រង់ទៅកន្លែងមួយគាត់បានមកទីនេះដើម្បីសម្លាប់នរណាម្នាក់ក្នុងពេលជាមួយគ្នានោះគាត់បានបាញ់សម្ដៅទៅផ្ទះនៅពីមុខគាត់ហើយក្របកំភ្លើងនោះបានប៉ះនឹងស៊ុំរូបថតមួយដែលដើរកាត់ក្មេងស្រីម្នាក់ឈ្មោះជីយុនហើយជាការពិតទៅក្មេងស្រីនេះគឺជាតួឯកស្រីរបស់យើងនៅក្នុងផ្ទះយើងឃើញក្មេងស្រីម្នាក់ទៀតឈ្មោះមីនហេហើយនាងរងរបួសយ៉ាងធ្ងន់ធ្ងរហើយនៅទីនោះយើងក៏ឃើញក្មេងប្រុសម្នាក់ឈ្មោះជុងមីនដែលកំពុងដេកលើដីផងដែរជីយុនឃើញកំភ្លើងមួយដើមនៅក្បែរគាត់ពេលនាងក៏ចង់រើកកំភ្លើងភ្លាមបរិសនោះក៏បាញ់ម្ដងទៀតជាលទ្ធផលកំភ្លើងនោះបានធ្លាក់ទៅក្រោមសាឡុងជីយុនមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់នោះជាពេលដែលនាងនឹកឃើញពីអ្វីដែលពូរបស់នាងឈ្មោះជីនម៉ាន់បាននិយាយនៅក្នុងឈុតឆាករំលឹកអតីតកាលយើងឃើញថាពូរបស់នាងឈ្មោះជីនម៉ាន់ធ្លាប់បានប្រាប់នាងម្ដងថាប្រសិនបើអ្នកចង់ជៀសវាងគ្រាប់កំភ្លើងអ្នកត្រូវតែប្រើចំណុចងងឹតឲ្យបានល្អអ្នកទាំងពីរកំពុងមើលភាពយន្តឧក្រិដ្ឋកម្មមួយគាត់ប្រាប់ថាតួអង្គសំខាន់ក្នុងរឿងនេះកំពុងប្រើចំណុចងងឹតដើម្បីគេចពីគ្រាប់កំភ្លើងនោះហើយជាមូលហេតុដែលគ្មានគ្រាប់កំភ្លើងសូម្បីតែមួយគ្រាប់ត្រូវគាត់បន្ទាប់មកគាត់និយាយថាយើងមិនអាចមើលឃើញរឿងជាច្រើនបានច្បាស់លាស់ដោយភ្នែករបស់យើងទេមានរឿងខ្លះដែលយើងត្រូវមើលដោយប្រុងប្រយ័ត្នហើយតែងតែមានចំណុចដែលមើលមិនឃើញនៅជុំវិញខ្លួនយើងគ្រាន់តែត្រូវរកវាឲ្យប្រសិនបើអ្នកប្រើចំណុចងងឹតបែបនេះបានល្អអ្នកអាចរស់រានមានជីវិតពីការប្រយុទ្ធណាមួយបានដោយនឹកឃើញដល់ពាក្យសម្ដីរបស់ពូរបស់នាងជីយុនក៏ចាប់ផ្ដើមគិតតើនាងអាចប្រើអ្វីបាននោះជាពេលដែលនាងឃើញបំណែកកញ្ចក់មួយចំនួននៅទីនោះហើយជាមូលហេតុដែលនាងចងបំណែកកញ្ចក់ទាំងនោះលើចុងអំបោសក៏ចាប់ពីខាងនេះសាំងជូមិនអាចយល់ពីអ្វីដែលជីយុនកំពុងព្យាយាមធ្វើបានទេពេលនោះហើយដែលជីយុនរុញអំបោសនោះឆ្ពោះទៅទ្វារសាំងជូគិតថាជីយុនកំពុងព្យាយាមមើលតាមកញ្ចក់ដែលនាងកំពុងបញ្ចាំងមកប៉ុន្តែជីយុនមិនបានធ្វើបែបនោះទេតាមពិតទៅនាងកំពុងពិនិត្យមើលទិសដៅដែលគ្រាប់កំភ្លើងកំពុងបាក់នាងកាន់ដបងនៅមុំផ្សេងគ្នា3ដងដោយប្រើវិធីនេះនាងអាចដឹងថាគ្រាប់កំភ្លើងកំពុងបាញ់មកពីផ្នែកខាងឆ្វេងហើយវាកំពុងមកពីឆ្ងាយណាស់ដោយគិតអំពីរឿងទាំងអស់នេះនាងក៏អង្គុយលើទូទឹកកកសាងជូយល់ថានាងហៀបនឹងលោតពីលើដរាបណានាងមានឱកាសនាងក៏លោតពីលើហើយគ្រាប់កំភ្លើងក៏បាញ់ខុសពីនាងបន្តិចនាងលូកដៃទៅជិតសាឡុងហើយព្យាយាមដកកំភ្លើងចេញប៉ុន្តែកំភ្លើងមិនបានចេញមកទេនោះហើយជាមូលហេតុដែលនាងបង្វិលសាឡុងពេលនោះហើយដែលនាងឃើញថាមានកំភ្លើងមួយដើមលាក់ទុកនៅទីនោះតាមពិតទៅវាត្រូវបានពូរបស់នាងឈ្មោះជីនមែនរក្សាទុកឥឡូវនេះនាងយកកំភ្លើងនោះហើយស្រាប់តែបាញ់ទៅលើបុរសនោះពីទីនេះឈុតឆាកបានកន្លងផុតទៅជាកន្លែងដែលយើងឃើញបុរសម្នាក់ដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងជីអូនបុរសនោះនិយាយថាក្មេងស្រីនេះបានវាយគេយ៉ាងខ្លាំងបន្ទាប់មកមន្ត្រីស្រីម្នាក់បានមកសួរជីអូនថាតើអ្នកពិតជាបានវាយគេមែនទេបន្ទាប់ពីមើលកាមេរ៉ាសុវត្ថិភាពវាបានបង្ហាញថាបុរសនោះបានចូលទៅក្នុងបន្ទប់ទឹករបស់ក្មេងស្រីខណៈពេលកំពុងដេញតាមស្ត្រីម្នាក់ហើយបន្ទាប់ពីនោះបុរសម្នាក់នោះចាប់ផ្ដើមរត់ចេញពីបន្ទប់ទឹកហើយដើម្បីចាប់បុរសនោះជីយុនបានរត់តាមគាត់ក្រោយមកនាងរត់តាមគាត់ហើយវាយគាត់យ៉ាងខ្លាំងជីយុននិយាយថាខ្ញុំមិនបានធ្វើអ្វីខុសទេបុរសម្នាក់នេះបានចូលបន្ទប់ទឹកនារីវេរីវាជាកំហុសរបស់គាត់ប៉ូលីសនិយាយថាខ្ញុំមិននិយាយថាវាជាកំហុសរបស់អ្នកទេប៉ុន្តែអ្នកមិនគួរវាយគាត់បែបនោះទេហើយយ៉ាងណាក៏ដោយគាត់កំពុងនិយាយថាគាត់នឹងប្តឹងអ្នកពីបទវាយប្រហារជីអុននិយាយថាខ្ញុំវាយគាត់ព្រោះគាត់ព្យាយាមសម្លាប់ខ្ញុំមុនប៉ូលីសនិយាយថាអ្នកនឹងមិនអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានទេនោះហើយជាមូលហេតុដែលត្រូវហៅអាណាព្យាបាលរបស់អ្នកមកទីនេះឥឡូវនេះឪពុកម្ដាយរបស់ជីអុនមិននៅទីនោះទេនោះហើយជាមូលហេតុដែលនាងហៅពូរបស់នាងថាជីនមែនក្នុងពេលជាមួយគ្នានោះប៉ូលីសក៏លើកទូរស័ព្ទពីខាងមុខ
គាត់និយាយថាពូរបស់ឯងឈ្មោះជីនម៉ានបានស្លាប់ហើយបន្ទាប់ពីឮរឿងទាំងអស់នេះជីយុនមានការរំខានយ៉ាងខ្លាំងពេលកំពុងជិះឡាននាងនឹកឃើញឈុតឆាកអតីតកាលជាកន្លែងដែលពូរបស់នាងឈ្មោះជីនម៉ានកំពុងធ្វើការនៅផ្ទះគាត់បានការពារផ្ទះទាំងមូលបានយ៉ាងល្អដើម្បីឲ្យជីយុនអាចស្នាក់នៅទីនេះដោយសុវត្ថិភាពជាកន្លែងដែលពូរបស់នាងឈ្មោះជីនម៉ានកំពុងធ្វើការនៅផ្ទះគាត់បានការពារផ្ទះទាំងមូលបានយ៉ាងល្អដើម្បីឲ្យជីយុនអាចស្នាក់នៅទីនេះដោយសុវត្ថិភាពជីយុននិយាយថាខ្ញុំជាក្មេងស្រីអាយុ20ឆ្នាំហើយតើអ្នកដាក់របស់ទាំងនេះនៅក្នុងបន្ទប់របស់ខ្ញុំដោយរបៀបណាដូច្នេះជីនម៉ាននិយាយថាខ្ញុំបានគិតអំពីទូខោអាវនេះច្រើនណាស់ទូខោអាវនេះធ្វើពីដែកហើយនេះគឺជាទូការពារគ្រាប់ប្រសិនបើគ្រាប់កំភ្លើងមួយគ្រាប់ឆ្លងកាត់ទីនេះគ្មានអ្វីនឹងកើតឡើងចំពោះអ្នកទេអ្នកអាចលាក់ខ្លួននៅខាងក្នុងវាបានឬដូច្នេះជីយុនចាប់ផ្ដើមសើចហើយនិយាយថាហេតុអ្វីបានជាត្រូវមានគ្រាប់កំភ្លើងអាចទម្លុះទីនេះប៉ុន្តែជីនម៉ានមិនអាចនិយាយអ្វីបានទេបន្ទាប់មកជីយុននិយាយថាតើអ្នកចាំម្ចាស់ហាងម៉ាតរបស់ខ្ញុំទេជាកន្លែងដែលខ្ញុំធ្លាប់ធ្វើការក្រៅម៉ោងបុរសនោះជេរប្រមាថខ្ញុំច្រើនណាស់ហើយកាលពីប៉ុន្មានថ្ងៃមុនគាត់ជួបគ្រោះថ្នាក់គាត់រងរបួសច្រើនណាស់ខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះគាត់បន្ទាប់ពីគ្រោះថ្នាក់នោះទេភ្លាមនោះគាត់បានទូរស័ព្ទមកខ្ញុំហើយនិយាយថាគាត់នឹងឲ្យលុយខ្ញុំទាំងអស់មកខ្ញុំដូច្នេះជីនម៉ែននិយាយថាគាត់មិនមានគ្រោះថ្នាក់ទេបន្ទាប់មកពូរបស់នាងបានឃើញអត្តសញ្ញាណប័ណ្ណរបស់នាងនៅទីនោះហើយថតរូបអត្តសញ្ញាណប័ណ្ណរបស់នាងគាត់និយាយទៅកាន់ជីយុនថាអ្នកត្រូវតែចងចាំលេខចុះបញ្ជីរបស់នាងជានិច្ចនេះជារឿងសំខាន់ណាស់សម្រាប់អ្នកអាចត្រូវការវានៅពេលណាក៏បានបន្ទាប់មកគាត់បង្ខំនាងឲ្យចងចាំលេខនោះបច្ចុប្បន្ននេះជីយុនកំពុងចងចាំរឿងទាំងអស់នេះពីព្រោះជាមួយពូរបស់នាងនេះជាការចងចាំចុងក្រោយរបស់នាងបន្ទាប់មកនៅក្នុងឈុតបន្ទាប់នៅពេលដែលនាងមកមើលសាកសពពូរបស់នាងបន្ទាប់មកនាងសង្កេតឃើញថាមានស្លាកស្នាមនៅលើកញ្ចឹងករបស់គាត់ឃើញរឿងទាំងអស់នេះនាងមានអារម្មណ៍ចម្លែកណាស់នាងនិយាយថានៅពេលណាដែលមនុស្សម្នាក់ធ្វើអត្តឃាតបន្ទាប់មកគាត់កាត់សរសៃដៃរបស់គាត់តើគាត់អាចកាត់បំពង់ក៏ខ្លួនឯងបែបនេះដោយរបៀបណាប៉ូលីសនិយាយថាយើងបានស៊ើបអង្កេតហើយនេះគឺជាករណីធ្វើអត្តឃាតយ៉ាងច្បាស់ក្នុងពេលជាមួយគ្នានេះនាងបានកត់សម្គាល់ឃើញស្នាមសាក់នៅលើដៃរបស់ជីនម៉ែនឃើញបែបនេះនាងមានអារម្មណ៍ចម្លែកខ្លាំងណាស់នាងចាប់ផ្ដើមគិតថាតើពូរបស់នាងតែងតែមានស្នាមសាក់នៅលើដៃរបស់គាត់ឬអត់បន្ទាប់មកនៅក្នុងឈុតបន្ទាប់នៅពេលដែលនាងកំពុងអង្គុយនៅខាងក្រៅផ្ទះរបស់នាងបន្ទាប់មកក៏មានក្មេងប្រុសម្នាក់បានមកទីនោះគាត់ឈ្មោះចុងមីនក្មេងប្រុសនោះសួរនាងថាតើអ្នកស្គាល់ខ្ញុំទេបន្ទាប់មកចុងមីននិយាយថាគាត់បានធ្វើការជាវិស្វករកុំព្យូទ័រហើយនោះហើយជាមូលហេតុដែលជីនម៉ែនបានតាក់ទងគាត់ម្ដងពីព្រោះគាត់ត្រូវការជំនួយការក្រៅម៉ោងបន្ទាប់មកគាត់និយាយថាខ្ញុំជាមនុស្សចុងក្រោយដែលតាក់ទងពូរបស់អ្នកនោះហើយជាមូលហេតុដែលប៉ូលីសហៅខ្ញុំមកស៊ើបអង្កេតបន្ទាប់មកចុងមីននិយាយថាសាកសពពូរបស់អ្នកត្រូវបានគេរកឃើញនៅក្នុងបន្ទប់ទឹកតើអ្នកបានសម្អាតបន្ទប់ទឹកហើយឬនៅជីយុននិយាយថាខ្ញុំមិនទាន់បានសម្អាតវានៅឡើយទេបន្ទាប់មកចុងមីននិយាយថាកុំបារម្ភអីខ្ញុំនឹងសម្អាតបន្ទប់ទឹកអ្នករៀបចំសម្រាប់ពិធីបុណ្យសពខ្ញុំនឹងដោះស្រាយអ្វីៗគ្រប់យ៉ាងនៅទីនេះបន្ទាប់មកយើងត្រូវបានបង្ហាញឈុតឆាកនៃពិធីបុណ្យសពរបស់ជីនម៉ែនជាកន្លែងដែលមិត្តភ័ក្តិរបស់ជីនម៉ែនជាច្រើនបានមកអ្នកបើកបរតាក់ស៊ីក៏បានមកទីនោះដែរពេលនោះជីយុនបានទៅប៉ុស្តិ៍ប៉ូលីសជាមួយគាត់វាបង្ហាញថាអ្នកបើកបរតាក់ស៊ីរូបនេះក៏ជាមិត្តរបស់ជីនម៉ែនដែរមានផ្កាជាច្រើននៅទីនោះដែលមនុស្សផ្សេងគ្នាបានយកមកប៉ុន្តែគ្មានអ្វីត្រូវបានសរសេរនៅលើផ្កាមួយនោះទេជីយុនមិនយល់ថាអ្នកណាយកវាមកទេបន្ទាប់មកនាងបានឃើញកូនភ្លោះ2នាក់នៅទីនោះនាងសួរថាតើមនុស្សទាំងនេះមកពីសង្កាត់របស់យើងមែនទេបន្ទាប់មកអ្នកបើកបរតាក់ស៊ីនិយាយថាខ្ញុំឃើញពួកគេជាលើកដំបូងម្យ៉ាងវិញទៀតយើងឃើញចុងមីនដែលកំពុងសម្អាតបន្ទប់ទឹកផងដែរសាកសពរបស់ជីនម៉ែនត្រូវបានគេរកឃើញនៅទីបន្ទាប់មកគាត់បានឃើញឈាមនៅក្បែរទូខោអាវនៅទីនោះពេលគាត់បើកទូភ្លាមស្រាប់តែឃើញទូរស័ព្ទមួយនៅក្នុងនោះដោយវិធីនេះមនុស្សគ្រប់គ្នាកំពុងនិយាយអំពីជីនម៉ែននៅឯពិធីបុណ្យសពគ្មាននរណាម្នាក់យល់ថាហេតុអ្វីបានជាគាត់ធ្វើអត្តឃាតនោះទេមនុស្សមួយចំនួនចាប់ផ្ដើមនិយាយថាអាជីវកម្មរបស់គាត់មិនដំណើរការល្អទេហើយដោយសារតែរឿងនេះគាត់ជាពាក់បំណុលគេច្រើនណាស់បន្ទាប់មកបរិសម្នាក់ប្រាប់ថាមុនពេលត្រឡប់មកផ្ទះវិញជីនម៉ាន់គឺជាមេដឹកនាំក្រុមក្មេងទំនើងមួយហើយនេះជាអាចកំបាំងមួយនោះហើយជាមូលហេតុដែលមានមនុស្សតិចណាស់ដែលដឹងអំពីវាបន្ទាប់មកគាត់ចាប់ផ្ដើមនិយាយថាមានពាក្យចចាមអារាមបែបនេះថាជីនម៉ែនគឺជាចារកម្មប្រឆាំងនឹងភាគខាងជើងរបស់ក្រុម NIS បន្ទាប់មកបរិសម្នាក់ទៀតនិយាយថានីតិរបស់គាត់អន់ណាស់បន្ទាប់មកដោយមាននីតិបែបនេះតើគាត់អាចចូលរួមជាមួយ NIS ដោយរបៀបណានេះមិនអាចទៅរួចទេដោយធ្វើបែបនេះមនុស្សគ្រប់គ្នាចាប់ផ្ដើមឆ្លោះប្រកែកគ្នា
បន្ទាប់មកអ្នកបើកបរតាក់ស៊ីដដែលនោះក៏មកដល់ទីនោះគាត់និយាយទៅកាន់មនុស្សទាំងនោះថាអ្នកមិនគួរនិយាយរឿងបែបនេះទេតើអ្នកភ្លេចទេថា Achievement បានជួយយើងប៉ុន្មានហើយនៅពេលដែលមនុស្សនៅក្នុងផ្ទះរបស់យើងបានចាញ់លុយទាំងអស់នៅក្នុងល្បែងស៊ីសងបន្ទាប់មក Achievement បានជួយយើងបន្ទាប់មកគាត់ប្រាប់ថាប្អូនប្រុសរបស់គាត់ស្ទើរតែស្លាប់ទៅហើយក៏ត្រូវបាន Achievement ក៏បានជួយគាត់ដែរហើយគាត់ត្រូវបានផ្ដល់ប្រាក់ច្រើនជាយ៉ានគិតថានាងបានរស់នៅជាមួយពូរបស់នាងអស់រយៈពេល10ឆ្នាំមកហើយយ៉ាងណាក៏ដោយនាងនៅតែមិនដឹងអ្វីទាំងអស់អំពីកូនបន្ទាប់ពីត្រឡប់មកផ្ទះវិញជីយ៉ានចាប់ផ្ដើមយំយ៉ាងខ្លាំងនាងនិយាយថាអ្វីពិបាកណាស់សម្រាប់អ្នកដូច្នេះហេតុអ្វីបានជាអ្នកធ្វើពុតជារឹងមាំគ្រប់ពេលឥឡូវនេះតើខ្ញុំនឹងធ្វើអ្វីតែម្នាក់ឯងដោយគ្មានពូឬក្នុងពេលជាមួយគ្នានោះក្មេងប្រុសយ៉ាងមីនបានទៅដល់ទីនោះឃើញជីយ៉ានយំបែបនេះគេមានអារម្មណ៍មិនល្អតតែសោះជីយ៉ាននិយាយទៅកាន់គេថាខ្ញុំមានអារម្មណ៍មិនល្អតតែសោះតើអ្នកអាចនៅជាមួយខ្ញុំមួយរយៈបានទេតាមពិតទៅគេបានមកយកទូរស័ព្ទដែលគេបានរកឃើញនៅក្នុងបន្ទប់ទឹករបស់ជីមែនទៅឲ្យនាងជីយ៉ាននិយាយថានេះមិនមែនជាទូរស័ព្ទរបស់ពូនាងនាងនិងពូរបស់នាងមានទូរស័ព្ទទំនើបចុងក្រោយបង្អស់នេះមើលទៅហួសសម័យណាស់ដូច្នេះយ៉ាងមីននិយាយថាប្រហែលជាពូរបស់អ្នកប្រើទូរស័ព្ទនេះនៅពេលធ្វើការពេលគាត់បើកទូរស័ព្ទភ្លាមក៏មានសួយចូលមកវាត្រូវបានសរសេរនៅក្នុងសារថាខ្ញុំបានដាក់ប្រាក់ចំនួន70លានតើខ្ញុំនឹងទទួលបានរបស់ខ្ញុំរយៈពេលប៉ុន្មានជីយ៉ានមិនយល់ថាហេតុអ្វីបានជាមាននរណាម្នាក់ដាក់ប្រាក់70លាននោះឲ្យពូនាងទេបន្ទាប់មកពេលនាងពិនិត្យមើលសំតុភ្លាមស្រាប់តែមានប្រាក់18,000លាននៅទីនោះខណៈពេលដែលពូរបស់នាងធ្លាប់ធ្វើអាជីវកម្មធម្មតាវាមិនអាចទៅរួចទេក្នុងការរកប្រាក់ចំណូលបានច្រើនពីអាជីវកម្មនោះជីយ៉ានសួរគាត់ថាគេហទំព័រដែលអ្នកបានបង្កើតសម្រាប់ពូរបស់ខ្ញុំតើអ្នកអាចបង្ហាញខ្ញុំបានទេនៅលើគេហទំព័រនោះវាបង្ហាញថាពូរបស់នាងធ្លាប់លក់ទីយ៉ូដែលជាបំពង់ធំទាំងនោះនាងមិនយល់ពីរបៀបរកលុយបានច្រើនដោយការលក់ទីយ៉ូទេដូច្នេះយ៉ាងមីននិយាយថាប្រហែលជាគេហទំព័រនេះកំពុងត្រូវបានប្រើជាផ្នែកខាងមុខសម្រាប់គេហទំព័រផ្សេងទៀតបន្ទាប់មកពេលគាត់ពិនិត្យមើលនៅទីនោះភ្លាមគាត់បានរកឃើញគេហទំព័រមួយទៀតនៅខាងក្នុងហើយឈ្មោះគេហទំព័រនោះគឺ Mertop ហើយពាក្យដូចគ្នានេះដែរដែលជីយ៉ានបានឃើញនៅលើដៃពូរបស់នាងនោះគឺស្នាមសាក់នៅលើដៃរបស់ជីនម៉ានគឺជាពាក្យដូចគ្នាដរាបណាពួកគេចូលទៅក្នុងគេហទំព័រនោះភ្លាមមានរូបថតអាវុធជាច្រើននៅទីនោះគឺវាជាគេហទំព័รงងឹតមួយគេហទំព័រខុសច្បាប់គេហទំព័រដែលអាចមើលឃើញគឺជាផ្លូវឆ្លងកាត់សម្រាប់គេហទំព័រនេះហើយអាវុធកំពុងត្រូវបានលក់នៅទីនេះឃើញរឿងទាំងអស់នេះជីយ៉ានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងមិនយល់អ្វីទាំងអស់ក្នុងពេលជាមួយគ្នានោះការជូនដំណឹងមួយក៏មកដល់វាត្រូវបានសរសេរនៅទីនោះថាខ្ញុំបានបង់ប្រាក់រួចរាល់ហើយដូច្នេះតើអ្នកដឹកជញ្ជូនការបញ្ជាទិញរបស់ខ្ញុំរយៈពេលប៉ុន្មានដូច្នេះជីយ៉ានបានសរសេរនៅក្នុងសារថាយើងមិនអាចធ្វើការដឹកជញ្ជូនណាមួយបានទេហើយហាងនេះត្រូវបានបិទហើយយើងនឹងប្រគល់ប្រាក់របស់អ្នកវិញបន្ទាប់មកចម្លើយបានមកពីខាងមុខវាត្រូវបានសរសេរនៅក្នុងសារថាតើជីនមែនស្លាប់ហើយឬនៅប្រសិនបើជីនមែនស្លាប់នោះអ្នកក៏នឹងស្លាប់ដែរជីយ៉ានឃើញរឿងទាំងអស់នេះពួកគេទាំងពីរមានការភ័យខ្លាចក្នុងពេលជាមួយគ្នានោះកណ្ដឹងមួយបានបន្លឺឡើងនៅមាត់ទ្វារគេបានរកឃើញថាមានក្មេងស្រីម្នាក់នៅមាត់ទ្វារនាងឈ្មោះមីណៃជីយ៉ានប្រាប់នាងថាពូខ្ញុំមិននៅផ្ទះទេអ្នកអាចមកពេលក្រោយដូច្នេះមីណៃនិយាយថាវាមានន័យថាអ្នកជាក្មួយស្រីរបស់ជីនម៉ាគាត់បានប្រាប់ខ្ញុំច្រើនអំពីអ្នកបន្ទាប់មកគេប្រាប់ថានាងគេគឺជាគ្រូបង្រៀនភាសាចិនឯកជនរបស់ជីនមែនក្នុងពេលជាមួយគ្នានេះយើងឃើញថាកំភ្លើងមួយដើមត្រូវបានរក្សាទុកនៅក្នុងកាបូបរបស់ក្មេងស្រីនោះជីយ៉ានមិនយល់ថាពូរបស់នាងក៏កំពុងរៀនភាសាចិនដែរមែនទេក្នុងពេលជាមួយគ្នានេះនាងទទួលបានសារមួយវាត្រូវបានសរសេរនៅក្នុងសារថាអ្នកមិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់សម្លាប់អ្នកទេព្រោះខ្ញុំនឹងសម្លាប់អ្នកដោយខ្លួនឯងហើយក្មេងស្រីម្នាក់នេះបានប្រាប់មីណៃឲ្យចូលមកក្នុងផ្ទះម្ដងហើយម្ដងទៀតក្នុងពេលជាមួយគ្នានេះយើងឃើញថាយន្តហោះគ្មានមនុស្សបើកជាច្រើនកំពុងធ្វើដំណើរឆ្ពោះទៅផ្ទះរបស់ជីយ៉ាននៅក្នុងឈុតចុងក្រោយនៃវគ្គនេះយើងត្រូវបានបង្ហាញឈុតឆាកនៃអតីតកាលជាកន្លែងដែលជីយ៉ានមានអាយុ7ឆ្នាំហើយពូរបស់នាងជីនម៉ាន់បានមកផ្ទះរបស់នាងវាបង្ហាញថាគាត់បានត្រឡប់មកផ្ទះវិញជាលើកដំបូងក្នុងរយៈពេល8ឆ្នាំរាល់ពេលដែលជីយ៉ានព្យាយាមញ៉ាំអាហារជីនម៉ាន់តែងតែរើអាហាររបស់នាងហើយពួកគេចាប់ផ្ដើមប្រកួតប្រជែងគ្នាដើម្បីញ៉ាំអាហារហើយនេះជាលើកដំបូងដែលជីនម៉ាន់និងជីយ៉ានបាននិយាយគ្នាបន្ទាប់មកជីនម៉ាន់បាននិយាយថាត្រូវចាំឈ្មោះខ្ញុំជានិច្ចហើយជាមួយនឹងឈុតនេះភាគទី1នឹងបញ្ចប់នៅទីនេះប្រសិនបើអ្នកចូលចិត្តការសម្រាយរបស់ខ្ញុំសូមជួយចុច like និង share និង subscribe សូមអរគុណសម្រាប់ការទស្សនា